ជីយូរណាស់មកហើយមានប្តីប្រពន្ធពីរនាក់ទើបនឹងរៀបការហើយថ្មីរស់នៅតាមជនបទដាច់ស្រយាលពីគេក្រោយមកឮដំណឹងថានៅឯរាជធានីមានគេជ្រើសរើសមនុស្សបម្រើការងារប្រពន្ធក៏មានគំនិតចង់ឲ្យប្តីមានការងារធ្វើនឹងគេដែរនាងបានប្រមូលរបស់របរដែលខ្លួនមានទាំងប៉ុន្មានឲ្យទៅប្តីតែប្រាក់នោះមិនគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរនិងការហូបចុកបណ្ដោះអាសន្ននោះឡើយហេតុនេះហើយទើបប្រពន្ធបញ្ចាំដីស្រែឲ្យទៅអ្នកមានម្នាក់ដោយអះអាងថាខ្ចីប្រាក់តែក្នុងរយៈពេល1ឆ្នាំតែប៉ុណ្ណោះបន្ទាប់ពីមានប្រាក់សមល្មមហើយប្តីក៏ចាក់ចេញអំពីភូមិស្រុកទៅស្វែងរកការងារធ្វើបុរសជាប្តីបានធ្វើដំណើរអស់រយៈពេល 2-3 ថ្ងៃក៏បានទៅដល់ខេត្តមួយនៅទីនោះមានហាងមួយមានកន្លែងរាំកម្សាន្តនិងមានស្រីស្អាតដែលជាកន្លែងសម្រាប់បោកបញ្ឆោតមនុស្សមកពីស្រុកឆ្ងាយលុះពេលព្រលប់ទើបបុរសនោះចូលទៅក្នុងហាងដើម្បីរកអាហារពេលល្ងាចនិងរកកន្លែងស្នាក់នៅមួយយប់នៅទីនោះមានមនុស្សមួយក្រុមកំពុងប្រកាសថាមានអ្នកណាអាចធ្វើឲ្យនាងម្នាក់នេះសោយបានទេបុរសនោះឆ្ងល់ណាស់ក៏ដើរចូលទៅមើលឃើញស្រីម្នាក់អង្គុយភ្ញើមុខក្រញើបុរសនោះដើរទៅជិតនិយាយថាខ្ញុំអាចធ្វើឲ្យនាងសោយបានបុរសនោះបាននិយាយលួងលោមដោយប្រការផ្សេងតែនាងនៅតែមិនសប្បាយចិត្តបន្ទាប់មកគាត់ក៏សាកល្បងដាក់ប្រាក់1ណែននៅខាងមុខនាងតែនាងមិនព្រមញញឹមសោះបុរសនោះក៏ជិះតែថែមប្រាក់1ណែនហើយ1ណែនទៀតរហូតដល់អស់ប្រាក់ពីខ្លួនទើបស្រីនោះព្រមសោយមនុស្សទាំងអស់ស្រែកព្រមគ្រាថាពូកែមែនឯងជាមនុស្សអស្ចារ្យណាស់មនុស្សទាំងអស់ក៏ដើរចេញសល់តែបុរសនោះអង្គុយឈឺចិត្តតែម្នាក់ឯងតែមួយពព្រឹត្តភ្នែកសោះធ្វើឲ្យគាត់ចាញ់បោកគេអស់ប្រាក់រលីងគាត់ពិបាកចិត្តណាស់មិនដឹងដោះស្រាយដោយវិធីណាគាត់ក៏រត់ចេញទៅក្រៅទាំងយប់សំដៅទៅមាត់ស្ទឹងហើយលោតទឹកសម្លាប់ខ្លួនតែម្នាក់ឯងនិយាយពីខ្មោចស្រីម្នាក់ចេញមកខាងក្រៅអង្គុយស្ទូចត្រីនៅមាត់ស្ទឹងពេលនោះសន្ទូចក៏ជាប់បុរសនោះនាងខ្មោចក៏រហ័សអូសទាញបុរសនោះឡើងមកលើគោកនាងមានការអាណិតចំពោះបុរសនេះណាស់ក៏ជួយយកអាសាគាត់ហើយរិះរកវិធីដើម្បីសង្គ្រោះឲ្យគេមានជីវិតរស់ឡើងវិញនាងខ្មោចក៏ចាប់ព្រាហ្មណ៍មួយដ៏ស្រស់ស្អាតមួយហើយយកបុរសនោះទៅនៅជាមួយនាងបន្ទាប់ពីបុរសនោះដឹងខ្លួនឡើងវិញគាត់ក៏នៅក្នុងបន្ទប់មួយដែលមានស្រីស្អាតម្នាក់កំពុងថែទាំគាត់ក៏ភ្លាត់មាត់ថាយីខ្ញុំនៅទីណាអីចេះហើយនាងជានរណានាងក៏ប្រាប់បុរសនោះថាខ្ញុំឃើញញាក់លង់ទឹកខ្ញុំក៏យកញាក់មកសម្រាកនៅផ្ទះរបស់ខ្ញុំព្រោះខ្លាចញាក់ជួបនឹងសត្វសាហាវបុរសនោះក៏លង់ស្នេហ៍ស្រីខ្មោចរស់នៅជាមួយនាងរហូតដល់ភ្លេចប្រពន្ធដែលកំពុងតែអត់ឃ្លាននៅឯស្រុក3ខែក្រោយមកនាងក៏មានផ្ទៃផ្ទាស់នាងខ្មោចម្នាក់នេះស្រឡាញ់ប្តីណាស់នាងផ្គាប់ចិត្តប្តីមិនឲ្យមានសៅមងម្ដងណាឡើយថែមទាំងជឿជាក់លើប្តីបានបង្ហាញមីប្រាក់ឲ្យប្តីបានដឹងទៀតផងមួយឆ្នាំក្រោយមកនាងក៏បង្កើតបានកូនប្រុសម្នាក់គួរឲ្យស្រឡាញ់ណាស់ក្រោយមកប្តីក៏មានគំនិតក្បត់ប្រពន្ធចង់ត្រឡប់ទៅស្រុកកំណើតវិញព្រោះគាត់យល់ថានេះជាឱកាសល្អសម្រាប់គាត់ហើយបានទាំងកូនចំណេញទាំងទ្រព្យសម្បត្តិនារាត្រីមួយនៅពេលដែលប្រពន្ធកំពុងតែលង់លុកភ្លេចខ្លួនប្តីក៏លបយកកូនហើយប្រមូលទ្រព្យសម្បត្តិទាំងអស់រត់ចោលប្រពន្ធទាំងកណ្ដាលអាធ្រាត្រទុកឲ្យនាងរស់នៅក្នុងព្រៃកណ្ដោយកណ្ដែងតែម្នាក់ឯងព្រោះគាត់សង្ឃឹមថាគាត់នឹងបានជួបប្រពន្ធជាទីស្រឡាញ់ថែមទាំងមានប្រាក់ទៅសងបំណុលគេទៀតផងគាត់មានគំនិតរៀបចំអនាគតឲ្យល្អប្រសើរឡើងវិញសេះត្រឹមនេះនិយាយពីប្រពន្ធនៅឯស្រុកវិញចាប់តាំងពីប្តីបានចាក់ចេញទុយបាត់មិនដែលឮដំណឹងរហូតដល់1ឆ្នាំនាងរស់នៅតែម្នាក់ឯងយ៉ាងលំបាកវេទនាជាទីបំផុតដីធ្លីផ្ទះសម្បែងត្រូវគេរឹបអូរយកទាំងអស់ណាឈឺចិត្តណាខ្លួនមានជំងឺដាវមិនរួចនាងក៏ក្អត់ឈាមស្លាប់ក្នុងពេលនោះទៅនិយាយពីប្តីខំរត់ត្រហេបត្រហាបមកដល់ផ្ទះវិញក៏ឃើញប្រពន្ធចេញមកទទួលគាត់យ៉ាងរួសរាយរាក់ទាក់គាត់បានប្រគល់ប្រាក់ឲ្យប្រពន្ធគាត់បានសុំទោសប្រពន្ធពីការដែលទៅធ្វើការអស់រយៈពេលយ៉ាងយូររីឯនាងជាប្រពន្ធក៏មិនបានស្ដីបន្ទោសឲ្យប្តីពីប្រការអ្វីដែរបែរជាខំយកចិត្តទុកដាក់ចំពោះប្តី
ខំរៀបចំម្ហូបអាហារនិងរៀបចំកន្លែងដេកយ៉ាងសមរម្យមិនឲ្យប្តីទោះចិត្តនៅរាត្រីនោះនាងមានអារម្មណ៍កក់ក្ដៅជាងពេលណាទាំងអស់នាងមិនចង់ឲ្យរាត្រីនេះបានកន្លងផុតទៅយ៉ាងឆាប់រហ័សនោះទេនាងបានដេកលក់យ៉ាងស្កប់ស្កល់ស្រីឯប្តីវិញបន្ទាប់ពីបានជួបប្រពន្ធវិញហើយក៏គិតអាណិតប្រពន្ធនៅហើយក្នុងព្រៃដេកមិនលក់សោះលុះពេលពាក់កណ្ដាលអាធ្រាត្រក៏ធំក្លិនស្អោយគម្រោងភាយចេញមកហើយចេះតែព្រឺរោមមិនឈប់គាត់ក៏ងាកមករកប្រពន្ធដើម្បីដាស់សួរអំពីមូលហេតុនេះពេលនោះស្រាប់តែឃើញសាច់ឈាមប្រពន្ធស្អោយរលួយពេញទៅដោយដង្កូវរាប់ពាន់លើរាងកាយរបស់នាងគាត់ក៏ស្ទុះ3កូនដែលកំពុងតែដេកលក់រត់ចេញពីផ្ទះរត់រហូតដល់ជិតភ្លឺបានទៅជួបនឹងតាយាយ2នាក់កំពុងតែបរទេះទៅកាប់អ៊ុសគាត់ក៏សួរទៅតាយាយថាអំពីភរិយារបស់គាត់តាយាយប្រាប់បុរសនោះថាក្មួយឯងមិនដឹងទេហ្គីប្រពន្ធឯងបានស្លាប់យូរណាស់ដែរហើយតាំងពីនាងស្លាប់ទៅមិនដែលមានអ្នកណាហ៊ានទៅជិតផ្ទះនោះទេគ្រាន់តែឮថាប្រពន្ធស្លាប់បុរសជាប្តីសែនតក់ស្លុតរន្ធត់ចំពោះការព្រាតប្រាសដែលមិនបានសាងសុភមង្គលជាមួយគ្នាគាត់ក៏3កូនត្រឡប់ទៅរកប្រពន្ធនៅឯក្នុងព្រៃវិញនិយាយពីប្រពន្ធខ្មោចវិញបន្ទាប់ពីបានដឹងថាប្តីនាំកូននឹងលួចយកទ្រព្យសម្បត្តិទៅអស់ហើយក៏យំសោកបោកខ្លួនមិនឈប់ព្រោះបាត់ប្តីនិងកូនជាទីស្រឡាញ់នាងក៏ស្រែកប្តីកាត់ភ្នំកាត់ព្រៃព្រឹក្សាតែមិនបានជួបប្រទះនឹងពួកគេសោះហើយនាងក៏ដាច់ចិត្តដើរចេញអំពីផ្ទះមិនត្រឡប់វិញឡើយចំណែកប្តីវិញក៏មកដល់ទីកន្លែងដែលធ្លាប់រស់នៅឃើញតែវាលស្មៅមិនមានផ្ទះសោះមានតែអក្សរដែលចារនៅលើស្លឹកចេកមានអត្ថន័យថាជាតិនេះបើចង់ជួបអូនជួបមិនបានទៀតទេពេលនោះគាត់ក៏3កូនដើររកប្រពន្ធកាត់ព្រៃកាត់ភ្នំរហូតបានជួបនឹងតាឥសីម្នាក់ឥសីសួរទៅគាត់ថាតាចៅទៅណាមកណាបានជាមកដល់ទីនេះបុរសនោះនិយាយទាំងទឹកភ្នែកថាលោកតាចៅមិនដឹងថាចៅកំពុងតែទៅកន្លែងណានោះទេតាចៅកំពុងតែបាត់ប្រពន្ធរកពុំឃើញសោះសូមលោកតាជួយចៅផងលោកតាក៏បិទភ្នែកមួយសន្ទុះក៏និយាយប្រាប់បុរសនោះថាចៅអើយចៅកុំសុតណាស់ប្រពន្ធរបស់ចៅនេះមិនមែនជាមនុស្សធម្មតាទេនាងគឺជាមេខ្មោចដែលរស់នៅក្នុងព្រៃនេះណាចៅឥឡូវនាងអស់កម្មពៀជាមួយចៅហើយគ្រាន់តែបុរសនោះឮថានាងជាខ្មោចគាត់ក៏ហួសចិត្តរកថ្លែងអ្វីពុំបានគាត់ក៏សុំនៅបម្រើលោកតាដើម្បីសាងអំពើល្អទៅជាតិក្រោយចប់មានប្រាក់មិនប្រកាសថាមានសុភមង្គលឡើយ